ជំរាបសួរដល់លោកពូផងលោកពូខ្ញុំបាទឈ្មោះអុកដែនគឺជាបរិវត្តអ្នកសារព័ត៌មានពីមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCM ហើយខ្ញុំបានឃើញវីដេអូបបអសជាតិគាត់ផុសអំពីសក្តានុពលនៅតំបន់ការពារធនធានធម្មជាតិបឹងព្រែកលពៅហើយខ្ញុំចាប់អារម្មណ៍ខ្ញុំទៅ2ដងហើយខ្ញុំទៅសាមុនទៅដល់ប្រលប់ម៉ោង5អត់មានទូកមកយកបានឥឡូវមកភាសានេះមកដល់ខេត្តតាកែវហើយគាត់ថាលោកខ្លាំងណាស់ព្រោះវាកំពុងព្យុះអញ្ចឹងតើអត់បានហើយគាត់ក៏បានបោះលេខទៅពូឲ្យមកខ្ញុំដើម្បីតំណងសួរអញ្ចឹងអ្វីដែលខាងខ្ញុំចង់បានគឺខ្ញុំគ្រាន់តែចង់ដឹងថាតើសាវតារបស់សហគមន៍បឹងព្រែកលពៅហ្នឹងវាកើតឡើងតាំងពីពេលណាមូលហេតុអីបានជាជំរុញឲ្យវាមានកើតសហគមន៍នឹងឡើងហើយអ្វីដែលជាបញ្ហាប្រឈមនៅពេលដែលកំពុងដំណើរការហើយមកពីនោះមកទល់ឥឡូវហ្នឹងតើវាបានជួយអីខ្លះអញ្ចឹងណាលោកពូបាទអញ្ចឹងអនុញ្ញាតសុំស្គាល់លោកពូផងខ្ញុំបាទឈ្មោះហុងភិរៈលោកធានទីបឋានទទួលបន្ទុកការងារតំបន់ទេសភាពបឹងព្រែកលពៅបាទលោកពូបាទលោកពូមូលហេតុអីបានជាកន្លែងហ្នឹងជាធម្មតាតំបន់បឹងគឺជាតំបន់នេសាទមែនទេបាទប៉ុន្តែហេតុអីបានជាកន្លែងហ្នឹងអាចបង្កើតជំរុញឲ្យคล้ายទៅជាសហគមន៍ការពារធម្មជាតិទៅវិញលោកពូបាទនេះយើងសូមជម្រាបជូនផងដែរពីមុនជាតំបន់មួយដែលគ្រប់គ្រងដោយក្រសួងកសិកម្មខាងមេព្រៃគឺអ្នកការពារនិងអភិរក្សសត្វក្រៀលណាសត្វក្រៀលនេះសត្វណាបាទសត្វនេះដែលជាសត្វកម្រនឹងចិត្តផុតពូជទៅលើពិភពលោកទៅហើយអញ្ចឹងណាហើយគាត់អភិរក្សសត្វក្រៀលក៏មានគោលបំណងតែបែបនោះទេបន្ទាប់ពីមានការផ្ទេរផ្ទូណាពីក្រសួងកសិកម្មឲ្យមកក្រសួងបរិស្ថាននៅលើតំបន់អភិរក្សធនធានធម្មជាតិព្រៃឈើទាំងអស់ឲ្យមកបរិស្ថានតំបន់អភិវឌ្ឍសេដ្ឋកិច្ចឲ្យទៅកសិកម្មអញ្ចឹងការដោះដូរគ្នាពេលមានការដោះដូរគ្នាហើយយើងបង្កើតក្រសួងបរិស្ថានបានបង្កើតជាអនុក្រឹត្យមួយលេខ90ស្ដីពីតំបន់ការពារទេសភាពបឹងព្រែកលពៅចាប់ពេលនឹងតមកទៅបាទពេលហ្នឹងក្រសួងបរិស្ថានចាត់ចែងឲ្យមានមន្ត្រីឧស្សាហកម្មចំនួន5នាក់ដែលប្រចាំការនៅទីនោះនិងសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានតំបន់ដែរយើងក៏អាចប្រើកម្លាំង PM និងអាវុធហត្ថសហការជាមួយគ្នានោះដើម្បីបង្ក្រាបបាត់មើលនានាដែលកើតមានក្នុងតំបន់នោះអាហ្នឹងយើងសកម្មការដែលយើងបង្កើតតំបន់ហើយមន្ត្រីចាំការគឺ24ម៉ោងលើ24នោះនៅទីនេះតែបន្តបាទពូហើយដោយតំបន់នោះយើងដឹងថាជាតំបន់ការពារទេសភាពបឹងព្រែកលពៅកាលពីមុនហ្នឹងសត្វវាមានតិចតួចទេដែលយើងមិនទៅចាប់អារម្មណ៍ពួកសត្វប្រហែលទេយើងចាប់អារម្មណ៍តែសត្វគ្រៀងតែមួយមុខទេតែកសិកម្មយើងបានគិតសត្វផ្សេងដែលជាសត្វទេសន្តប្រវេសដែលឆ្លងកាត់ពីប្រទេសមួយមកប្រទេសមួយចូលក្នុងតំបន់យើងអត់បានកត់ត្រាទេតែដល់មកក្រសួងបរិស្ថានទីកត់ត្រាសត្វដែលមកពីគ្រប់ប្រទេសទាំងអស់ដែលមកក្នុងតំបន់យើងនេះដូចជាចាប់ពីវែងមកពីស៊ីបេរីណាវាមកក្នុងរាប់រយរាប់ពាន់ក្បាលនៅក្នុងតំបន់បាទព្រមមានខ្វាយមានសត្វអីផ្សេងទៀត100ប្រភេទ120ប្រភេទសត្វនៅក្នុងតំបន់អូបាទអញ្ចឹងបានពីមុនមកក៏អត់ដែលមានការពងកូនក្នុងតំបន់ហ្នឹងដែរចង្កៀលខ្យងអត់មានទេតែដោយសារការអភិរក្សដោយមានការយកចិត្តទុកដាក់ពីរដ្ឋត្រីក្រសួងបរិស្ថានក៏ដូចជាអាជ្ញាធរមូលដ្ឋានមកសហការនេះល្អសត្វហ្នឹងក៏មានទៅថាយើងមានសំស្របទៅនឹងការពងកូនមកវិញទៅឥឡូវពងកូនទៅទីនឹងតែម្ដងរហូតដល់មានក្រសាមានអីក៏ពងកូនទៅទីនឹងដែរសត្វជាច្រើនប្រភេទដែលពងកូនបន្តពូជនេះឥឡូវវាកើនឡើងខ្លាំងមែនទែនទៅទៅធ្វើឲ្យមានការលំបាកដែរទីមួយបាត់ចម្រុះរបស់វាពេលតែពងកូនហ្នឹងក៏អត់មានកន្លែងទីចម្រុះទៀតណាវាអាចមែកឈើវាបាក់ឬដើមឈើខ្លះវាងាប់មុនដើមមានដើមត្នោតមានដើមបឹងទឹកប្រាំងធំនៅក្នុងតំបន់យើងហ្នឹងបាទប៉ុន្តែដោយសារសັບវាច្រើនពេកពពកទុំមានអាចវាជុកអាចអីទៅលើហ្នឹងយូរងាប់ដើមត្នោតងាប់អាដើមរាំងដើមបឹងទឹកប្រាំងអីពីរបីដើមនៅក្នុងតំបន់នេះធំហើយក៏បាត់អស់ទៅហើយក៏បាត់ទីចម្រុះហើយយើងមានការសហការជាមួយអង្គការដៃគូចំនួន2គឺ WWT ហើយនិង Nature ហ្នឹងគាត់ប្រចាំការទីនោះគាត់ជួយនៅបច្ចេកទេសការដាំស្តារព្រៃឈើឡើងវិញក៏ដូចជាការធ្វើទំនប់ទប់អាងស្តុកទឹកសម្រាប់ឲ្យសត្វវាអាចមកអាស្រ័យមកប្រើប្រាស់ក្នុងនោះដែលវាមកអត់អីជាក្នុងតំបន់យើងហើយក៏ជាចំណីរបស់វាបង្កើតចំណីរបស់វាដែរដូចចង្កៀលខ្យងកាលណាយើងមានទឹកទំនប់ទប់ចឹងទៅវាអាចខ្យងច្រើនចឹងវាស៊ីអាខ្យងក្រហមណា
តែខ្យល់ក្រហមទៀតមិនមែនថាស៊ីទៅវាបំផ្លាញអស់វាយ៉ាងម៉េចក៏មិនងាយអស់ដែរតែថាអីអាហ្នឹងវាកើតលឿនហើយប្រជាពលរដ្ឋដែលគាត់ធ្វើស្រែនៅជុំវិញតំបន់ហ្នឹងកាលណាអត់មានសត្វចង្កៀងខ្យងទេខ្យងកើតឡើងពួកគាត់ពិបាកដែរកាលណាមានចង្កៀងខ្យងវាជួយស៊ីអាខ្យងហ្នឹងធ្វើឲ្យផលិតផលរបស់គាត់កើតឡើងពីមុនមកក៏អត់បានចាប់អារម្មណ៍ថាអាសត្វហ្នឹងមានប្រយោជន៍ប៉ុណ្ណឹងទេតាមពិតចង្កៀងខ្យងមានប្រយោជន៍ដល់សហគមន៍សម្រាប់ទៅលើវិស័យកសិកម្មវាជួយស៊ីខ្យងជួយស៊ីអីហ្នឹងបាទហើយមួយយ៉ាងវិញទៀតយើងដឹងថាអាហ្នឹងយើងនិយាយតែចំពោះសត្វស្លាបជីវៈចម្រុះក្នុងទឹកក៏ដូចជាលើទឹកណាវាមានសារៈសំខាន់អីទីមួយក្នុងទឹកវាមានទីជម្រកត្រីពងកូនមួយអាងត្រីពងកូនធំនៅតំបន់ហ្នឹងគឺត្រីបើយើងសិក្សាទៅឃើញត្រីដល់មានទៅគល់រាំងទៀតទៅប៉ុន្តែដល់វាតិចតួចវាបាត់បង់ដោយសារការធ្វើស្រែរបស់គាត់នៅក្នុងជុំវិញតំបន់ហ្នឹងធ្វើឲ្យអាត្រីហ្នឹងវាជាតែបាត់ទៅវិញវាត្រីផ្លាយច្រើនដែលយើងចង់សិក្សាបន្ថែមទៀតនោះហើយជាតែបាត់ទៅវិញអញ្ចឹងយើងតាមត្រីដូចត្រីឯកត្រីអីក៏មានដែរយើងសិក្សាទៅឃើញមានអញ្ចឹងណាបាទសម្រាប់វាមានណាអាហ្នឹងចំពោះជីវៈចម្រុះក្នុងទឹកហើយនៅលើទឹកមានប្រលិតតកួនស្មៅដែលពួកសហគមន៍អាចដកហូតផលពីក្នុងតំបន់យើងហ្នឹងណាបាទយើងបោកត្រីផលិតតកួនខែប្រាំងដកប្រមាត់ដីស្លឹកជប់ស្លឹកអីដែលគាត់បែបទៅគឺយើងគុណមើលដែលហូតផលពីសហគមន៍យើងពីឆ្នាំទៅមួយឆ្នាំយើងថាជា$2លានជាងក្នុងមួយឆ្នាំដែលអាចប្រមូលយកបានពីសហគមន៍ដែលសហគមន៍ប្រមូលពីតំបន់អភិរក្សយើងហ្នឹងបាទប្រហែលជាមាន$20000ទេ$2លានជាង$2លានជាងក្នុងមួយឆ្នាំ$2លានជាងគាត់ដកហូតនៅក្នុងហ្នឹងគាត់អាស្រ័យផលបាទអាស្រ័យផលអនុផលនៅក្នុងតំបន់ការពារលោកពូតកតងនឹងរឿងការអាស្រ័យផលហ្នឹងដោយលោកពូលើកឡើងតកតងជាមួយនឹងផលប្រយោជន៍ជាច្រើនដែលកើតឡើងពីការការពាររបស់យើងហ្នឹងតើឥឡូវនេះយើងបានផ្សព្វផ្សាយទៅដល់ពលរដ្ឋនៅជុំវិញមូលដ្ឋានហ្នឹងឲ្យគាត់បានដឹងហើយនៅយើងមានមន្ត្រីយើងប្រចាំការនៅទីនោះយើងចុះផ្សព្វផ្សាយដែរថាតំបន់អភិរក្សនេះវាមានសារៈសំខាន់ណាស់ចឹងសូមបងប្អូនសហគមន៍ទាំងអស់ចូលរួមការពារណាកុំទៅត្រៀតថ្ងៃពួកគាត់មានការលួចទៅត្រៀតលួចដុតត្រីអីចឹងទៅពេលខែប្រាំងក៏លួចដុតត្រីលួចត្រៀតដែរអញ្ចឹងសូមឲ្យអបរំរបស់ជារដ្ឋតាមសាលារៀនតាមឲ្យជាស្រឡាញ់ជីវិតធម្មជាតិដូចជាសត្វស្លាបណាពួកជីវៈចម្រុះក្នុងទឹកយើងគួរតែថែអភិរក្សវាកុំឲ្យបាញ់កុំឲ្យបបាញ់សត្វមកយកពងកូនវាអញ្ចឹងណាយើងអប់រំបន្តរហូតលោកពូនិយាយទៅយើងមិញចូលមកដល់សាច់រឿងតែម្ដងប៉ុន្តែយើងនិយាយថាសហគមន៍បឹងព្រែកតពៅវាចាប់ផ្ដើមកកើតតាំងពីឆ្នាំណាមកដែរ2016ដែលចេញអនុក្រឹត្យបង្កើតដល់ក្រសួងបរិស្ថានគឺ2016ប៉ុន្តែពីមុនមកក្រសួងកសិកម្មការកម្មតាំងពីយូរហើយតាំងពីដោយតែក្រសួងកសិកម្មគេគ្រប់គ្រងចឹងហ្មងគេគ្រប់គ្រងទៅតំបន់ហ្នឹងប៉ុន្តែអាចប៉ុន្តែផ្ដោតទៅលើសត្វក្រៀលមួយទេការពារសត្វក្រៀលតែចំពោះមកក្រសួងបរិស្ថានគឺយើងផ្ដោតទាំងអស់ធនធានធម្មជាតិនៅទីហ្នឹងគឺតាំងពីទេសភាពតាំងពីព្រៃឈើតាំងពីសត្វជីវៈចម្រុះក្នុងទឹកក្រោមដីអីសំបីតែคนមានទឹកក៏យើងបណ្ឌិតជាប្រចាំជាចាំកាយដែរសំបីតែទឹកមានការបំពុលមានការប្រែប្រួលអីខាងក្រសួងបរិស្ថានយើងមានឧបករណ៍ទុកទឹកស្វ័យប្រវត្តិមកនៅចាំការនេះទៅហើយក៏មានប្រតិជំនាញយើងចាំការនៅទីហ្នឹងដែរពិនិត្យគុណភាពទឹកក្នុងដីលើដែរចុះលោកពូឥឡូវយើងត្រឡប់មកគិតឃើញថាតើអ្វីសត្វដែលកំពុងតែកើនឡើងចំនួនកើនឡើងដែលច្រើនគួរឲ្យចាប់អារម្មណ៍ខ្លាំងហ្នឹងមានប្រមាណប្រភេទដែលយើងផ្ដោតទៅលើការអភិរក្សហ្នឹងបើយើងតាមការសិក្សាយើងធ្វើគម្រាមសត្វទៅឃើញតែប្រហែល120ប្រភេទតាំងពីសត្វទេសត្វប្រវេសផងហើយនិងសត្វក្នុងស្រុកយើងផងជាពិសេសសត្វក្រៀលនេះវាមកតែរដូវខែ1ខែ2ខែ12វាចាប់ដើមមករកចំណីនៅទីហ្នឹងដល់ខែ3ខែ4វាចាប់ដើមចេញទៅបឹងលងព្រីងអញ្ចឹងវាចេញពីហ្នឹងទៅបានបន្ទាប់បងប្អូននៅព្រះវិហារវិញពួកនេះអូអញ្ចឹងអាសត្វនៅលងព្រីងនៃខាងកំពង់ត្រាចហ្នឹងក៏ទៅពីហ្នឹងទៅដែរមានន័យថាវាឆ្លងទៅឆ្លងមកវាមកពីព្រះវិហារមកវាចុះរកចំណីដល់តំបន់យើងពីការទឹកច្រល់ខែ1ខែ2ហ្នឹងគឺនៅហ្នឹងហើយ
ខែ3ខែ4គឺវានៅហ្នឹងដែរ បាទ អញ្ចឹងតែខែ5ខែចាប់តាមទៅលង លងព្រីង បាទ អូ ច បាទ ប់ពីលងព្រីងទៅចេញទៅតំបន់នេះ អញ្ចឹងមានន័យថាក្រុមការងារយើងគឺតាមដានគាត់រហូ តា ត មរហូតបាទខាងសត្វពួកយើងនេះក៏មានពពាក់ GPS ដែរនៅក្នុងសត្វហ្នឹង អូ អាចដឹងវាទៅដល់ទីណាទៅចុះកន្លែងណាយើងអាចតាមដានវាបាន បាទលោកពូឥឡូវយើងរៀបរាប់មិញតាក់ទងជាមួយនឹងអនុផលដែលពលរដ្ឋគាត់បានស្រូបទាញយកពីតំបន់ការពារចុះតើនៅក្នុងតំបន់ការពារយើងនឹងការពារនៅចន្លោះខែណាខ្លះហើយយើងនឹងអនុញ្ញាតឲ្យគាត់ទាញយកអនុផលពីតំបន់ការពារនឹងបាននៅខែណាខ្លះ ចំពោះអនុផលទាំងអស់ដែលមានក្នុងតំបន់ហ្នឹងយើងអត់ហាមឃាត់ទេឲ្យពួកគាត់ចូលស្រែកផលណាអត់ដល់ចូលទៅដកហូតផលបានប៉ុន្តែយើងតែងតែប្រាប់ពួកគាត់ថាមុននឹងចូលសុំប្រាប់ផងព្រោះការពេលខ្លះមានជនស្លៀកខ្លះចូលមកបន្លំទៅបាញ់សត្វទៅយកពងសត្វអីចឹងទៅអញ្ចឹងយើងទៅឲ្យវិជារនហ្នឹងជួនដំណឹងយើងទៅថាដល់សុំទៅបេះប្រមាត់ដីដល់កន្លែងនេះចឹងគាត់ទៅណាហើយដូចគ្នាដែរចំពោះទេសចរក្នុងស្រុកក៏ដូចជាក្នុងតំបន់សហគមន៍យើងហ្នឹងដែលចង់មកលេងអីទៅតាក់ទងមន្ត្រីយើងនៅទីហ្នឹងឲ្យពួកគាត់ជូនទៅតំបន់ណាតំបន់យើងចូលទៅតំបន់ខ្លះវាពិបាកដែរតែតំបន់រំខានសត្វកូនអញ្ចឹងហ្នឹងគាត់បើកទូបាក់ឲ្យលឺខ្លាំងពេកអញ្ចឹងទៅណាមានការហាមឃាត់ដែរ ហាមគាត់ខ្លះដែរលោកពូជាទូទៅនៅតំបន់ការពារបឹងព្រៃលពៅយើងនឹងចាប់ផ្ដើមទទួលភ្ញៀវចាប់ពីខែណាទៅខែណា ចំពោះភ្ញៀវយើងពិបាកមិនថាទី1ចំពោះប្រជាពលរដ្ឋខ្មែរអត់ទៅប្រមាណទេតែបរទេសមកច្រើនបាទទៅវៀតណាមចិនថៃអាមេរិកជប៉ុនកូរ៉េមកទៅជាអ្នកទាំងអស់មកលេងតែចំពោះខ្មែរយើងក្នុងស្រុកហាក់ដូចជាមិនទៅចាប់អារម្មណ៍ហើយក្នុងគោលបំណងនឹងដែរយើងថាជាទេសចរធម្មជាតិមួយយើងគួរតែក្នុងខេត្តកែវក៏ដូចជាពលរដ្ឋទូទាំងប្រទេសគួរតែជួយលើកតម្កើងបទការពារយើងណាទៅមើលសត្វទៅយើងទៅលេងផងយើងទៅហូបអីញ៉ាំអីទៅទីហ្នឹងហើយក៏អាចជួយបង្កើនជីវភាពសហគមន៍ក្នុងតំបន់នោះដែរ ចុះលោកពូឥឡូវយើងនិយាយពីអត្ថប្រយោជន៍វិញតាំងពីបង្កើតសហគមន៍មកយើងឃើញថាតើយើងអាចកត់ចំណាំបានទេថាសហគមន៍បានជួយទៅដល់ពលរដ្ឋនៅជុំវិញមូលដ្ឋានហ្នឹងបានប្រហែលជាប្រមាណភាគរយឬក៏ថាប្រមាណអ្នកដែរប្រមាណគ្រួសារដែរឬក៏ថាអាចថាជួយទៅលើផ្នែកអីខ្លះដែរ នេះចំពោះសហគមន៍ក្រសួងបរិស្ថានមិនទាន់បានបង្កើតជាផ្លូវការទេសប្តាហ៍ថ្ងៃនេះយើងជ័យសហគមន៍នេសាទយកមកចូលរួមក្នុងតំបន់យើងហើយក៏ដូចជាសហគមន៍នានាហ្នឹងទៅជួយសហការពេលទៅយើងទៅប្រើពួកគាត់ឲ្យជួយបំផ្លាញពួកវត្តព្រៀនអីចឹងណានានាហ្នឹងនៅក្នុងតំបន់ហ្នឹងអាហ្នឹងការពួកគាត់មកដើម្បីឲ្យពើឌៀមមកគាត់ទៅ អញ្ចឹងមានន័យថាសហគមន៍ក្រសួងបរិស្ថាននេះគឺអត់ទាន់បានរៀបបានចេញអនុក្រឹត្យហើយប៉ុន្តែអត់ទាន់បានរៀបចំទេបាទហើយយើងពឹងផ្អែកទៅលើសហគមន៍ចាស់ បាទនេសាទ តែពួកគាត់ចូលរួមសសហ ចូលរួម ហ្មង ហើយនៅក្នុងនេះយើងមានសហគមន៍ក៏អង្គការដៃគូសហគមន៍កបីយើងចឹងកបីក្នុងហ្នឹងហើយនឹងសហគមន៍ស្រូវមិត្តគ្រៀលយើងនៅបង្កើតឲ្យមានស្រូវមិត្តគ្រៀលហ្នឹងគឺអត់ប្រើសារធាតុគីមីទេ ស្រូវបាត់គ្រៀលមានន័យថាម៉េច ស្រូវមិត្តគ្រៀលគឺស្រូវយើងធ្វើធម្មតាមិនយើងធ្វើតាមធម្មជាតិអត់មានតាមធម្មជាតិមិនអាចប្រើតាមគីមីអីទេ ស្រូវអីក៏បានដែរមិនអត់ ស្រូវបានដែរបាទ អញ្ចឹងចេះបងពួកអាចសុំលោកពូផ្ដាំផ្ញើទៅដល់ភ្ញៀវទេសចរជាតិយើងថាតើឲ្យគាត់ចូលរួមដើម្បីខ្លះដើម្បី យើងក្នុងនាមមន្ទីរបរិស្ថានខេត្តកែវទីសូមពីយើងជាពលរដ្ឋនៅក្នុងប្រទេសក៏ដូចជាក្រៅប្រទេសប្រជាជនខ្មែរយើងហ្នឹងសូមទស្សនាសត្វស្លាបជាច្រើនប្រភេទក្នុងតំបន់ការពារទេមានប្រយោជន៍បានច្រើនកកកដើម្បីឲ្យស្វែងយល់អំពីតំបន់នោះហើយក៏អាចមកក្នុងខេត្តតាកែវនេះមកលេងតំបន់ការពារទេមានបឹងព្រៃនោះអាចទៅមើលប្រាសាទនានាបានដូចជាប្រាសាទសូបងបំដាងដល់ព្រំបាក់ទីបយ៉ងកោគិរីវងអីចឹងយើងហួសទៅតំបន់ការពារជាអាចស្ដាប់ដល់បាននិយាយ រួមទៅតាកែវមានធនធានធម្មជាតិក្នុងប្រទេសចរច្រើនមែនតើ ទេមកខេត្តកែវជាដល់ទៅប្រទេសកម្ពុជាអញ្ចឹងអូបាទអ្វីដែលយ៉ាងទុកទៅជារំខានថាជួ
ប្រាសាទអីគេពូ ជប់ពល ជប់ពល ប្រាសាទនេះជប់ អូប្រាសាទជប់ពល ណាប្រាសាទហ្នឹងដូចទៅចូលក្នុងឃើញមាននៅទីទេសចរគឺមានប្រាសាទហើយក៏មានការតាំងជប់ឡាក់ផ្សេងដែលមានបុរាណមកក្នុងតំបន់អាចចូលមើលបានយើងអាចចូលទស្សនាបានអញ្ចឹងស្ថិតតែជាកន្លែងទេសចរទាំងអស់ បាទអញ្ចឹងអរគុណប្រិមិត្តទស្សនិកជនដោយសារតែធាតុអាកាសថ្ងៃនេះថ្ងៃចំថ្ងៃព្យុះហើយអញ្ជើញលោកពូមកសម្ភាសអត់បានទៅដល់កន្លែងបែកលពៅទេមកឈរនៅខេត្តឥឡូវភ្លៀងតាមមកតន់ទៀតអញ្ចឹងក៏សូមអរគុណដល់ភ្ញៀវកិត្តិយសប្រិមិត្តទស្សនិកជនទាំងអស់ដែរដែលបានតាមដានវីដេអូនេះហើយលោកពូបើសិនជាខ្វះព័ត៌មានអីបន្ថែមខ្ញុំអាចសូមអនុញ្ញាតលោកពូតាម Telegram បាទហ្នឹងទៅឡងលើយកទៅជួបឡើងនេះឡើយ បាទលោកពូបាទ